Ok, hello số bà bong phone với mà ngay cho bùi bạn vạn đa sản dịch mấy ok là ngay chẳng ở ní bẹp pon tận năng cắt mấy mùi thì đấy bong phone một thà JUST bẹp pon tận năng cắt JUST ní vì mình chỉ mấy ấy đấy để xa tại anh chỉ bàn thằng cắt ní và tăng gặp tới việc đa riêng yêu ấy hay là khả ní nhom bàn tay xa là bong bẹp pon tận năng cắt đọ pra ấy hay ấy cái dương ảnh đọ bàn đôi sấy nè bẹp pon tận năng JUSTប៉ុន្តែពាក់ព័ន្ធទៅនឹងការបំពេញបែបបត់របស់វាពាក់ព័ន្ធទៅនឹង KYC របស់វាគឺវាប្លែកពីគេបន្តិច KYC របស់គេផ្សេងៗគឺត្រូវការយើង scan មុខ scan អីញ៉ៃញ៉ៃប៉ុន្តែ KYC របស់វាត្រូវការបាទពាក់ព័ន្ធទៅនឹងកាបូបលុយហើយនឹងរូបថត screenshot បាទចេញពី Binance ហ្នឹងឯងអូខេនេះពាក់ព័ន្ធទៅនឹង account របស់ខ្ញុំអញ្ចឹងបងប្អូនចុចកន្លែងបាទចុចកន្លែងម៉ាញនេះមកបាទកន្លែងសញ្ញារូបផ្ទះហ្នឹងអូខេដើម្បីធ្វើ KYC វាអូខេពេលដែលបងប្អូនចុចបែបនេះហើយបងប្អូនចុចកន្លែងពាក្យថា withdrawal ណាបាទចុចកន្លែងពាក្យ withdrawal មកបាទអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបានបំពេញអាស័យដ្ឋានហើយអញ្ចឹងពាក់ព័ន្ធទៅនឹងអាស័យដ្ឋានគឺបាទពេលបំពេញហើយយើងគ្រប់លក្ខខណ្ឌ KYC ជាប់ហើយវានឹងចេញតម្រង់បែបនេះឥឡូវយើងទៅកន្លែងប្រាប់កន្លែងបំពេញរបៀបយកបំពេញទាំងអស់គ្នាចុះបងប្អូនអាចចុចកន្លែង ban address ក៏បានបាទសម្រាប់ account ថ្មីឬចុចកន្លែង withdrawal ក៏បានអញ្ចឹងពេលដែលចុចមកបងប្អូនឃើញទេគឺវាជាប់លក្ខណៈបែបហ្នឹងមានន័យថាវាបាទ approve ហើយពាក់ព័ន្ធទៅនឹង account របស់ខ្ញុំហ្នឹងបាទដោយសារវា approve ហើយវាចេញបែបហ្នឹងប៉ុន្តែសម្រាប់ account បងប្អូនអត់ទាន់ approve កន្លែងហ្នឹងវាឲ្យបំពេញអញ្ចឹងទី1គឺយើងថត screenshot ចេញពី Binance ទី2គឺយក address ចេញពី Binance អញ្ចឹងយើងទៅក្នុង Binance ទាំងអស់គ្នាអូខេបងប្អូនឥឡូវយើងចូលមកដល់ Binance ហើយអញ្ចឹងយើងអាច search បាទកាក់ហ្នឹងមក J បាទនេះ JST បាទ sorry JST អញ្ចឹងពាក់ព័ន្ធទៅនឹងកាក់នេះបានលិះចូលទៅក្នុង Binance ហើយបងប្អូនបាទហើយមួយវិញទៀតវា trade ជាមួយ USDT Bitcoin បាទឬក៏ Future អីជាដើមវាចូលអស់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងមិនមែនមក trade ទេបាទគឺយើងចូលទៅយកកាបូបលុយអញ្ចឹងបងប្អូនចុចកន្លែង add fund តបមកបងប្អូនចុចថាបាទ deposit chain តបមកបងប្អូនវាពាក្យថា JUST បាទដល់បែបហ្នឹងមកបន្តមកបងប្អូនជ្រើសរើសត្រង់ណាបាទ TRC 20បាទនេះខាងក្រោម TRC 20បន្តមកទៀតបងប្អូន copy វាមកបាទ copy address មកបន្តមកទៀតបងប្អូន screenshot វាបាទអញ្ចឹងកន្លែង screenshot យើងកុំឲ្យជាប់អីបាទគឺឲ្យច្រឡះអញ្ចឹងមកអូខេគឺយើង screenshot បានជោគជ័យហើយបន្តមកទៀតបងប្អូនយកទៅបំពេញកន្លែងដែលខ្ញុំប្រាប់ទៅណាបាទអញ្ចឹងខ្ញុំបានតេស្តបាទនេះខ្ញុំបានដកលុយពីវាមកបាទពាក់ព័ន្ធទៅនឹងកាក់ហ្នឹងគឺចាប់ពី15គ្រាប់ទៅយើងអាច withdrawal មកបានហើយណាបងប្អូនអូខេបាទអញ្ចឹងពេលដែលយើងបានវាហើយយើងចូលទៅបំពេញបាទអញ្ចឹងដូចខ្ញុំបានប្រាប់អញ្ចឹងវាមានកន្លែងបំពេញ2បាទដោយសាររបស់ខ្ញុំជាប់អញ្ចឹងខ្ញុំមិនអាចបង្ហាញបានទេដោយសារវាជាប់ហើយបាទអត់ទាន់ជាប់ខ្ញុំអាចជួយបង្ហាញបានអញ្ចឹងអញ្ចឹងវាជាប់ហើយអញ្ចឹងមានន័យថាពេលបងប្អូនចុចតាមខ្ញុំមកបាទបងប្អូនចុចកន្លែង ban address ហ្នឹងមកដើម្បីបំពេញវាអញ្ចឹងបាទវាឲ្យបងប្អូន upload រូបបាទអញ្ចឹងយើង upload រូបដែលយើង screenshot ហ្នឹងមកបន្តមកទៀតបងប្អូនដាក់ address ហើយបងប្អូនចុចបាទ submit ទៅគឺអូខេតែម្ដងអូខេបាទអរគុណច្រើនបាទសង្ឃឹមថាបងប្អូនយើងនឹងយល់ទាំងអស់គ្នាបាទអូខេអរគុណច្រើនបាទបាយបាយជម្រាបលាចាំជួបគ្នាបន្តក្រោយបាទបាយបាយ